យើងបានដឹងហើយថាសប្តាហ៍ថ្ងៃនេះសហរដ្ឋអាមេរិកនិងចិនកំពុងប្រជែងគ្នាខ្លាំងទៅលើវិស័យសំខាន់ៗដូចជាវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មវិស័យយោធានិងសន្តិសុខតំបន់ឥទ្ធិពលភូមិសាស្ត្រនយោបាយនិងការអភិវឌ្ឍវិស័យសហគ្រាសនិងការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗជាដើមតែពេលនេះពួកគេបានឈានទៅដល់ឋានប្រច័ណ្ឌហើយដោយប្រទេសចិនទើបតែបានបញ្ចេញផែនទីប្រច័ណ្ឌជំនាន់ថ្មីដ៏លម្អិតបំផុតដែលមិនត្រឹមតែជាស្នាដៃវិទ្យាសាស្ត្រនោះទេប៉ុន្តែវាជាការសរសេរប្រវត្តិសាស្ត្រភូមិសាស្ត្រប្រច័ណ្ឌឡើងវិញសារជាថ្មីតាមការបញ្ជាក់ពីក្រុមអ្នកស្រាវជ្រាវចិនផែនទីខ្នាត 1.5 លាននេះមិនគ្រាន់តែធ្វើបច្ចុប្បន្នភាពលើផែនទីចាស់កាលពីឆ្នាំ2024នោះទេប៉ុន្តែវាបានកែសម្រួលព្រំដែនយុគសម័យទឹកដីប្រច័ណ្ឌបុរាណនិងកោះកកាយឃើញតំបន់រ៉ែសំខាន់ៗជាច្រើនដែលមានតម្លៃយ៉ាងខ្លាំងសម្រាប់ការសិក្សារបស់មនុស្សជាតិប៉ុន្តែអ្វីដែលកាន់តែពិសេសនិងជាចំណុចចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺមន្ត្រីជាន់ខ្ពស់ផ្នែកអវកាសចិនបានលាតត្រដាងថានេះគឺហួសពីការបង្ហាញ soft power ផ្នែកបច្ចេកវិទ្យាទៅទៀតការបង្កើតផែនទីនេះគឺដើម្បីបង្កើតស្តង់ដារបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញាផ្ទាល់ខ្លួនរបស់ចិនដែលនឹងត្រូវយកទៅប្រើប្រាស់បន្តសម្រាប់ការរុករកភពដទៃទៀតក្នុងលំហអាកាសជ្រៅនាពេលអនាគតដូច្នេះការកំណត់ស្តង់ដារបច្ចេកវិទ្យាគឺជារបៀបថ្មីនៃការបង្ហាញអំណាចក្នុងយុគសម័យអវកាសនេះតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះមហិច្ឆតាអវកាសរបស់ប្រទេសចិនមួយនេះ